ជនភៀសទឹកជាង 1000 គ្រួសារមិនអាចទៅកាន់ទីលំនៅឋានវិញបានដោយសារយោធាថៃដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាជនភៀសទឹកប្រមាណជាង 1000 គ្រួសារនៅភូមិប្រច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចទៅកាន់ទីលំនៅឋានវិញបានដោយសារទីហ៊ានឈ្លានពានថៃដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីការរងខូចខាតស្ទើរតែទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ប្លង់កាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីទីភ្នាក់ងារសារព័ត៌មានកម្ពុជា APK អំឡុងពេលជាប់ដុតយុទ្ធទភាពជនភៀសទឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគីរតនារាមស្ថិតនៅឃុំគោបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4 ខែមករាឆ្នាំ2025ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតត្រឹមម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4 ខែមករាឆ្នាំ2026មានជនភៀសទឹកចំនួន 25,407 នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅរំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសទឹកសរុបជាង 640,000 នាក់មាន 242,267 នាក់ក្នុងនោះស្ត្រី 127,881 នាក់និងកុមារ 78,907 នាក់បន្តស្នាក់នៅជំរំ